ទាំងអស់គ្នាអញ្ចឹងយើងមកជួបគ្នាសារជាថ្មីជាមួយនឹងមេរៀនទី5សន្តាប់ធ្នាប់ល្អបាទលើផ្នែកវិទ្យាសាស្ត្រនិងសិក្សាសង្គមថ្នាក់ទី3ដែលខ្ញុំនឹងបង្ហាញអំពីសំណួរនិងចម្លើយបាទតោះអញ្ចឹងយើងទៅរៀននឹងសំណួរនិងចម្លើយទាំងអស់គ្នាបាទសំណួរចម្លើយដើម្បីដាំបាយអ្នកត្រូវធ្វើសកម្មភាពតាមលំដាប់លំដោយអ្វីខ្លះបាទតោះអញ្ចឹងមើលចម្លើយដើម្បីដាំបាយយើងត្រូវអនុវត្តតាមជំហានដូចតទៅទី1បង្កាត់ភ្លើងទី2លាងឆ្នាំងទី3វាល់អង្ករដាក់ក្នុងឆ្នាំងទី4លាងសម្អាតអង្ករបាទលាងសម្អាតអង្ករទី5ចាក់ទឹកចូលក្នុងឆ្នាំងឲ្យល្មមបាទទី6យកឆ្នាំងដាក់លើចង្ក្រានទី7ពេលបាយពុះជាត់ទឹកបាយចេញទី8រួចបង្អន់ភ្លើងឲ្យល្មមបាទអញ្ចឹងមេរៀននេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះដែរគឺខ្លីៗទេបងប្អូនអាចយកទៅអនុវត្តរៀនដាំបាយបានបាទរៀនដាំបាយបានតែបច្ចុប្បន្ននេះការដាំបាយរបស់បងប្អូនប្រហែលជាប្រើឆ្នាំងភ្លើងអគ្គិសនីឬក៏ប្រើហ្គាសហើយអញ្ចឹងចូលបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែនកាលណាបើយើងប្រើហ្គាសយើងត្រូវខ្លាចផ្ទុះខ្លាចឆេះឆាបឆេះអញ្ចឹងយល់ល្អគឺយើងទៅឲ្យពុកម្ដាយយើងជាអ្នកដាំឥឡូវដាំអគ្គិសនីគឺបងប្អូនអាចចេះដាំបងប្អូនអាចចេះដាំហើយប៉ុន្តែបងប្អូនត្រូវតែប្រយ័ត្នកាលឡូវមានការដាច់ខ្សែភ្លើងឆក់ឬក៏យ៉ាងណាឯមួយយើងត្រូវមានការប្រុងប្រយ័ត្នបាទជួបគ្នានៅវីដេអូទី6តាក់ទងជាមួយនឹងមេរៀនជំពូកថ្មីម្ដងគឺទម្លាប់រស់នៅល្អក្នុងសហគមន៍បាទអរគុណច្រើន